ហ្នឹងខ្ញុំបានចែកពីរបៀបផុសវីដេអូនៅលើ YouTube តាមទូរស័ព្ទដៃចឹងណាអ្នកនរគ្នាហើយដោយសារថាបើយើងអត់ដឹងពី technique ផុសវាទេអ្នកគេផុសវាទៅសូមមានអ្នកមើលតែហើយមានអ្នកខ្លះទៀតគាត់ថាផុសតាមទូរស័ព្ទអត់សូវមានអ្នកមើលចឹងទៅប៉ុន្តែអ្វីដែលសំខាន់បើសិនជាយើងដឹងពី technique របស់វាយើងផុសនៅលើទូរស័ព្ទក៏បានដែរក៏មានអ្នកមើលដូចគ្នាសំខាន់នៅលើ content របស់យើងនិងវីដេអូរបស់យើងមានគុណភាពអត់ចឹងណាប៉ុន្តែពេលខ្លះបើសិនជាវីដេអូរបស់យើងមានគុណភាពហើយយើងផុសអត់ត្រូវជាមួយនឹងplatform មកគេគេដាក់មកឲ្យហ្នឹងក៏វាអត់សូវមានអ្នកមើលឃើញដែរអញ្ចឹងកុំឲ្យខាតពេលយូរអ្នកនរគ្នាទៅមើលមួយខ្ញុំទាំងអស់គ្នាហើយជាជាដំបូងអ្នកនរគ្នាត្រូវមាន app មួយឈ្មោះថា YT Studio អញ្ចឹងអ្នកនរគ្នាចូលទៅក្នុង app ហ្នឹងមកបន្ទាប់ពីយើងចូលទៅក្នុង app YT Studio ហើយជាបន្ទាប់អ្នកនរគ្នារើសវីដេអូមួយមកឥឡូវខ្ញុំរើសវីដេអូរបស់ខ្ញុំមួយសិនបន្ទាប់ពីយើងរើសវីដេអូហើយវានឹង load មកទាំងរូបបែបហ្នឹងហើយបន្ទាប់មកយើងនឹងដាក់ចំណងជើងវាចឹងទៅអ្នកគ្នាវីដេអូអ្នកគ្នាធ្វើពីអីអ្នកទាំងអស់គ្នាដាក់ចំណងជើងហ្នឹងទៅប៉ុន្តែបើខ្ញុំធ្វើពីឆ្មាអញ្ចឹងខ្ញុំអាចដាក់ចំណងជើងពីឆ្មាបន្ទាប់មកខ្ញុំដាក់ hashtag តាក់ទងជាមួយនឹងឆ្មាអីតិចតួចចឹងទៅហើយ hashtag អ្នកទាំងគ្នាដាក់អីក៏ដាក់ទៅតាមប្រភេទវីដេអូយើងផ្សេងគ្នាចឹងណាឥឡូវខ្ញុំសូមដាក់ hashtag របស់ខ្ញុំចូលទីសិនអ្នកនរគ្នាតោះអ្នកនរគ្នាបន្ទាប់ពីយើងដាក់ hashtag រួចរាល់ហើយអ្នកទាំងអស់គ្នាអូសវាមកលើមកយើង scroll វាមកលើមកតបមកអ្នកគ្នាចុចកន្លែងនេះកន្លែងសញ្ញាព្រួយនេះមកបន្ទាប់មកយើងរើសយកកដាលហ្នឹងមកយើងបាច់យកជាសាធារណៈទេព្រោះយើងនៅមួយតង់ទៀតចឹងណាបន្ទាប់មកយើងចុចថយមកវិញមកបន្ទាប់ពីអ្នកគ្នាថយមកវិញហើយជាបន្ទាប់អ្នកគ្នាចូលកន្លែងវីដេអូតាក់ទងនេះមកកន្លែងហ្នឹងក៏ជាចំណុចសំខាន់មួយដែរតែបើសិនជាអ្នកទាំងគ្នាទៅផុសលើកដំបូងហ្មងអ្នកទាំងគ្នាមិនបាច់ដាក់វាទេអាហ្នឹងព្រោះបើសិនជាយើងទៅផុសលើកដំបូងយើងទៅមានវីដេអូមួយហើយជាបន្ទាប់មកអ្នកទាំងគ្នាចូលមកកន្លែងអនុញ្ញាតឲ្យ remix នេះអ្នកគ្នាចុចយកដូចខ្ញុំចឹងមកព្រោះយើងដាក់ចឹងទៅមានអ្នកមើលឃើញច្រើនជាងហើយជាបន្ទាប់ទៀតអ្នកទាំងគ្នាចូលមកកន្លែងខ្លឹមសារនេះមកអ្នកគ្នាខ្លឹមសារកែប្រែនេះអាហ្នឹងបើសិនជាអ្នកគ្នាធ្វើពី AI យើងយកលើមកតែបើយើងធ្វើវីដេអូខ្លួនឯងផ្ទាល់សុទ្ធហ្មងយើងបាច់រើសទាំងពីរទៅហើយឥឡូវយើងថយមកវិញមកហើយអាហ្នឹងដូចជាមានតែប៉ុណ្្នឹងអ្នកគ្នាអស់ហើយអាហ្នឹងបន្ទាប់មកយើងអូសមើលពិនិត្យវាម្ដងទៀតមកយើងពិនិត្យវារួចរាល់ហើយយើងចុចបង្ហោះមកអ្នកគ្នាយើងចុចបង្ហោះវាហើយកន្លែងនេះខ្ញុំបញ្ជាក់តិចអ្នកគ្នាត្រូវយកអាកដាលហ្នឹងកុំតន់យកជាសាធារណៈព្រោះយើងនៅមួយតង់ទៀតចឹងណាហើយជាបន្ទាប់យើងត្រូវរងចាំឲ្យវាអាប់ឡូតដល់ពេញចឹងណាអាហ្នឹងបើសិនជាវីដេអូរបស់អ្នកនរគ្នាវែងវាយូរទៅតាមហ្នឹងឯងតែវីដេអូរបស់ខ្ញុំរៀងខ្លីដែរអញ្ចឹងវាមួយសន្ទុះអីវាពេញឯងអញ្ចឹងអ្នកនរគ្នាចាំវាបន្តិចទៅបន្ទាប់ពីវាអាប់ឡូតពេញហើយអ្នកគ្នា refresh វាមួយមក refresh វាហើយអ្នកគ្នាclear វាសិនមកហើយបន្ទាប់មកយើងចូលទៅមួយកន្លែងទៀតយើងចូលទៅ app មួយដែលមានឈ្មោះថា ChatGPT អញ្ចឹងណាបន្ទាប់មកយើងទៅសេសុំ text វាមកអ្នកគ្នាសេដូចខ្ញុំអញ្ចឹងមកតែអាកន្លែងវីដេអូឆ្មានេះអ្នកគ្នាដាក់អ្នកគ្នាធ្វើពីអីទៅសេពីហ្នឹងទៅកុំទៅសេឆ្មាដូចខ្ញុំអញ្ចឹងណាអ្នកគ្នាធ្វើពីដើរលេងទៅសេពីដើរលេងទៅធ្វើពីគោទៅសេពីដាក់គោអញ្ចឹងទៅបន្ទាប់មកវានឹងឲ្យ hashtag មកយើងជាច្រើននៃអ្នកគ្នាឃើញអញ្ចឹងទៅសេសុំតាមអ្វីដែលវីដេអូយើងធ្វើបន្ទាប់មកវានឹងផ្ញើ hashtag ដែលត្រូវជាមួយនឹងវីដេអូរបស់យើងហើយជាបន្ទាប់យើងចុច copy យកវាមកអ្នកគ្នា select យកវាទាំងអស់មកហ្នឹង hashtag មានម៉ានហ្នឹងអ្នកគ្នាចុចយកវាទាំងអស់មកហើយបន្ទាប់មកយើងចុច copy យកមកអ្នកគ្នាចុចកន្លែងសញ្ញាព្រួយខ្ញុំដាក់ឲ្យមើលហ្នឹងបន្ទាប់ពីយើងចុច copy វាបានហើយយើង clear មកយើងចូលមកកន្លែងវីដេអូរបស់យើងចុចអាកន្លែងខាងលើវីដេអូយើងមកហើយជាបន្ទាប់មកទៀតអ្នកគ្នាចុចកន្លែងសញ្ញាខ្មៅដៃនេះមកបន្ទាប់ពីចុចកន្លែងសញ្ញាខ្មៅដៃនឹងហើយអ្នកគ្នាអូសវាមកលើមកយើងចុចជួរក្រោមគេបអស់នេះមកចុចកន្លែងវីដេអូច្រើនទៀតនេះមកបន្ទាប់មកយើងមើលទៅខាងលើអ្នកគ្នាចុចកន្លែង
បញ្ចូលស្លាเนี่ยអ្នកទាំងគ្នាបើសិនជាអ្នកទាំងគ្នាដាក់ជាភាសាអង់គ្លេសអ្នកគ្នាមើលសញ្ញាវាតាមហ្នឹងទៅបន្ទាប់មកយើងចុចវាជាប់មកយើងផាសtext របស់យើងបញ្ចូលអញ្ចឹងណាឥឡូវ text របស់យើងបានដាក់ចូលរួចរាល់ហើយបន្ទាប់ពីយើងដាក់ text ដល់ច្រើនរបស់យើងចូលរួចរាល់ហើយអ្នកទាំងគ្នា scroll មកលើតិចមកយើងទៅមើលខាងក្រោមមួយទៀតអញ្ចឹងណាឥឡូវខ្ញុំសុំ scroll ទៅលើតិចខ្ញុំមើលនៅខាងក្រោមទៀតឥឡូវខ្ញុំចូលមកកន្លែងនេះកន្លែងប្រភេទនេះអាហ្នឹងបើសិនជាភាសាអង់គ្លេសគេហៅថាឲ្យគេ category អញ្ចឹងណាអ្នកគ្នាអាហ្នឹងយើងធ្វើពីអីយើងរើសយកហ្នឹងទៅហើយចំណុចសំខាន់យើងរើសវាអីគឺយើងយកហ្នឹងរហូតយើងអាចដូរបានទេហើយកុំដូរឡើងចោះអាហ្នឹងអ្នកគ្នារើសពីអីរើសហ្នឹងរហូតទៅបើខ្ញុំធ្វើពីសត្វខ្ញុំយកសត្វចិញ្ចឹមនិងសត្វពាហនៈឯងបន្ទាប់ពីយើងរើសអាហ្នឹងហើយអ្នកគ្នាថយមកក្រោយវិញមកអ្នកគ្នាអូសមកក្រោមវិញមកយើងរួចរាល់ហើយយើងទៅមើលកន្លែងជាសាធារណៈរបស់យើងម្ដងកន្លែងយើងផឲ្យឃើញជាសាធារណៈអាហ្នឹងអ្នកគ្នាប្រហែលជាចាំហើយពេលចូលដំបូងខ្ញុំឲ្យដាក់អត់ទាន់ដាក់ជាសាធារណៈឥឡូវយើងរួចរាល់យើងដាក់ជាសាធារណៈមកពួកយើងហើយចប់សពគ្រប់ហើយបន្ទាប់ពីយើងដាក់ជាសាធារណៈហើយអ្នកគ្នាចុចកន្លែងរក្សាទុកមកនៅជ្រុងលើហ្នឹងហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងអ្នកគ្នាចំណុចសំខាន់គឺយើងត្រូវដាក់ text ដាក់អីបានត្រឹមត្រូវនឹងឯងបើសិនជាអ្នកទាំងគ្នាអត់ធ្វើតាមខ្ញុំជឿជាក់ថាអ្នកទាំងគ្នាអត់បានដាក់ text ចូលទេហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងអ្នកគ្នាបើសិនជាមានខុសឆ្គងកន្លែងណាអីអ្នកគ្នាជួយ comment ខាងក្រោមបើមានចម្ងល់អីបាយបាយ